ដាប់ទទួលទេវតាតាមទំនៀមបុរាណរៀងរហូតមកត្រូវរៀបរៀងទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិកាផ្សេងត្រូវរៀបក្រាលសម្ពត់ពណ៌សហើយរៀបចំនៅគ្រឿងសក្ការៈបូជាទេវតាមានជាអាចបាយសី9ថ្នាក់មួយគូបាយសី7ថ្នាក់មួយគូបាយសី5ថ្នាក់មួយគូបាយសី3ថ្នាក់មួយគូបាយសីបច្ឆាមួយគូស្លាធម៌មួយគូទឹកអប់មួយគូទៀន5ធូប5លៀក5ផ្កា5ដាក់លើជើងពៀនមួយគូចេកនួនចេកណាំវ៉ាដាក់លើជើងពៀនមួយគូផ្លែឈើ11មុខរៀបដាក់លើជើងពៀន11គូដូងឡាវមួយគូទឹកស្អាត2កែវស្រេចហើយទៅវេលាដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្ការព្រះរតនត្រ័យសមាទានសិលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនៅមទ័លទាំងពួងដំកល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកលុះចាប់ពិធីទទួលទេវតាចំពោះបាយសី9ថ្នាក់7ថ្នាក់តាមទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមានិងមានអនុវត្តនៅព្រះបរមរាជវាំងតែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម5ថ្នាក់ចុះមកគឺរៀបត្រឹមគ្រឿងសក្ការៈបូជាដែលមានទៀន5ធូប5ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឲ្យបាន3មុខឬ5មុខក៏ជាការល្អប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួននៅគ្រប់ដង្វាយទាំងអស់ត្រូវរៀបដាក់ផ្កាម្លិភួងនៅលើគ្រប់ដង្វាយនៅលើជើងពៀននិងលើបាយសីហើយត្រូវដុតទៀនបំភ្លឺ